ថាជីវិតរស់សេរីសុទ្ធាក្នុងរបបវាលពិឃាតនៅដើមខែមេសាឆ្នាំ1975កងទ័ពខ្មែរក្រហមបានវាយសន្ធប់ចូលទីក្រុងភ្នំពេញលោកកាយមួយស្រីយ៉ាក៏ឲ្យបងថ្លៃឈ្មោះរស់សុគន្ធឡើងយន្តហោះទៅតាមអ្នកស្រីរស់សេរីសុទ្ធាពីបាត់ដំបងមកភ្នំពេញវិញព្រោះលោកដឹងសភាពការកាន់តែមិនស្រួលហើយពេលមកដល់ភ្នំពេញវិញស្ថានភាពនៅទីក្រុងកាន់តែអាក្រក់ឡើងទៅលោកស្រីយ៉ាកំពុងជាប់ដៃបញ្ជាកូនទាហានប្រយុទ្ធជាមួយខ្មែរក្រហមមិនឲ្យចូលទីក្រុងភ្នំពេញមិនមានឱកាសនៅជួបជុំជាមួយប្រពន្ធកូនឡើយលោកក្រោយមកនៅថ្ងៃទី17មេសាឆ្នាំ1975ពួកកងទ័ពខ្មែរក្រហមបានទទួលជ័យជំនះលើទ័ពរបស់រដ្ឋាភិបាលសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់នល់ហើយកាន់កាប់ទីក្រុងបានទាំងមូលអ្នកស្រីរស់សេរីសុទ្ធាជាមួយកូនទាំង4បងប្រុសរស់សុគន្ធប្រពន្ធនិងកូនប្អូនស្រីពៅរស់សេរីសុភ័ណ្ឌជាមួយប្តីនិងកូនព្រមទាំងកូនអ្នកស្រីរស់សបឿន2នាក់ផងដែលមកស្នាក់នៅរៀនសូត្រជាមួយរស់សេរីសុទ្ធាសរុបមានគ្នា14នាក់ត្រូវបានធ្វើដំណើរតាមផ្លូវជាតិលេខ4សម្ដៅទៅខេត្តកំពង់ស្ពឺប៉ុន្តែដោយការធ្វើដំណើរនោះជួបការលំបាកវេទនាពេកកូនរបស់រស់សេរីសុទ្ធាត្រូវស្លាប់ម្ដងមួយរហូតតតែអស់ទាំង4នាក់តែម្ដងក្រោយមកពួកគេក៏បានមកដល់ភូមិមួយក្នុងខេត្តកំពង់ស្ពឺបន្ទាប់មកពួកគេក៏ត្រូវបានអង្គការបំបែកគ្នាអស់ទៅហើយរស់សេរីសុទ្ធានិងប្អូនស្រីពៅរស់សេរីសុភ័ណ្ឌត្រូវបានគេជន្លៀសទៅកាន់ភូមិត្រពាំងថ្លឹងឃុំដំបូករុងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺអ្នកស្រីទាវហេងដែលជាសាក្សីម្នាក់និងជាអ្នករស់នៅក្នុងជំរំជាមួយអ្នកស្រីរស់សេរីសុទ្ធាហើយដែលមានភ័ព្វវាសនាបានរស់រានមានជីវិតដល់សប្តាហ៍ថ្ងៃបានប្រាប់ដល់ទស្សនាវដ្តីអន្តរទេវីថានៅក្នុងចំនួនបិសាចនោះអ្នកស្រីរស់សេរីសុទ្ធាត្រូវគេបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរដោយគេឯងដែរតែកាលពីមកដល់ជំរំនេះដំបូងអ្នកស្រីរស់សេរីសុទ្ធាគ្មាននរណាចាប់អារម្មណ៍ថាជាអ្នកចម្រៀងដែលមនុស្សមួយប្រទេសល្បីនោះឡើយចំពោះការមិនស្គាល់នេះអ្នកស្រីទាវហេងមានប្រសាសន៍ថាគាត់សប្បាយចិត្តណាស់ព្រោះអ្នកនាងរស់សេរីសុទ្ធាអាចនឹងមានវាសនាកិច្ចផុតពីសេចក្តីស្លាប់បានព្រោះដោយគេរាល់គ្នាដឹងហើយថាពួកក្រុមប៉ុលពតនេះមិនទុកជនណាដែលមានមុខមាត់ឬអ្នកមានចំណេះដឹងឲ្យរស់រានមានជីវិតឡើយប៉ុន្តែអ្នកស្រីរស់សេរីសុទ្ធាដែលគេល្បីពេញនគរអាចតែលាក់ឈ្មោះនិងមុខមាត់ឯណាបានគឺទីបំផុតអ្នកជំរំក៏នាំគ្នាមកផ្អើលមើលអ្នកស្រីក្រោយពេលដែលអ្នកក្នុងជំរំមូលដ្ឋាននិយាយតគ្នាពីមាត់មួយទៅមាត់មួយថានៅជំរំយើងមានអ្នកចម្រៀងល្បីឯកម្នាក់នៅជាមួយដែរមិនយូរប៉ុន្មានភាពល្បីតគ្នានេះក៏លេចដល់ត្រចៀកអង្គការពេលនោះពួកអង្គការថ្មិលអត់សាសនាក៏ហៅអ្នកស្រីទៅជួបរួចពួកវាក៏ចាត់តាំងឲ្យអ្នកស្រីធ្វើជាអ្នកចម្រៀងក្នុងជំរំនោះតែមិនមែនច្រៀងចម្រៀងស្នេហាមនោសញ្ចេតនាដូចមុនឡើយគឺពួកវាឲ្យអ្នកស្រីច្រៀងតែបទបដិវត្តប៉ុណ្ណោះដែលពួកគេនិពន្ធឲ្យស្រាប់សម្រាប់ច្រៀងលើកដំកើងរបបនោះហើយនឹងដើម្បីច្រៀងឲ្យពួកគេស្ដាប់នៅពេលនៅហត់មុនដំបូងអ្នកស្រីមិនព្រមច្រៀងឡើយដោយសុំធ្វើការដោយប្រជាជនធម្មតាទោះការងារនោះលំបាកក៏ដោយតែក្រោយមកដែលមានការគៀបសង្កត់ពីពួកអង្គការនេះអ្នកស្រីក៏ព្រមច្រៀងតាមការបញ្ជារបស់ពួកវានឹងត្រូវធ្វើការយ៉ាងលំបាកវេទនាទៀតផងតាក់ទងទៅនឹងពលកម្មដ៏ធ្ងន់ធ្ងរនិងចម្រៀងបដិវត្តសម្រាប់ជីវិតចុងក្រោយរបស់អ្នកស្រីរស់សេរីសុទ្ធាមានសាក្សីជាច្រើនអ្នកបានរៀបរាប់អំពីការនឹងធ្វើការចាត់ដិតជាមួយអ្នកចម្រៀងល្បីពេញស្រុកខ្មែរយើងកាលពីចំនួនពលពតនោះលោកយឹមសម្បត្តិមន្ត្រីសូរិយោដីនៅខណ្ឌឫស្សីកែវដែលធ្លាប់រស់នៅក្នុងជំរំភូមិត្រពាំងថ្លុងភូមិដំបូករុងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺជាមួយអ្នកស្រីរស់សេរីសុទ្ធាបានរំលឹកឡើងវិញថាមានម្ដងនោះលោកបានទៅចូលរួមស្ដាប់នាងរស់សេរីសុទ្ធាច្រៀងនៅក្នុងអង្គទីមិញមួយដែលមានមនុស្សចូលរួមស្ដាប់រាប់រយពាន់នាក់តាមការបញ្ជារបស់អង្គការប៉ុលពតក្រោយពីសម្រាប់ការងារយ៉ាងធ្ងន់ធ្ងរពេលនោះគេឲ្យអ្នកនាងរស់សេរីសុទ្ធាច្រៀងនៅក្នុងវិទិញនោះដោយអង្គុយនៅមុខវងមនុស្សរាប់ពាន់នាក់ទាំងនោះហើយច្រៀងចម្រៀងបដិវត្តដាក់មីក្រូដែលមានគេកូតត្រខ្មែរជាភ្លេងកំដរផងបទដែលអ្នកនាងរស់សេរីសុទ្ធាច្រៀងពេលនោះមានលំនាំបទដូចបទអានិច្ចាក្មេងកំព្រាដែលធ្វើឲ្យអ្នកស្ដាប់ទាំងអស់ស្លុងអារម្មណ៍ទៅរកភាពសោកសៅនិងភាពលំបាកវេទនាដែលពួកគេទាំងអស់គ្នាក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងចំនួននោះត្រូវរងកម្មដោយសារពួកបិសាចអាវខ្មៅគ្មានសាសនានោះទាំងប្រជាជននៅមូលដ្ឋានចាស់ប្រជាជននៅមូលដ្ឋានថ្មីនិងទាំងអ្នករំដោះថ្មីដែលគេទៅជន្លៀសមកពីភ្នំពេញនោះសុទ្ធតែបានដឹងថាអ្នកនាងរស់សេរីសុទ្ធានៅមានសម្លេងស្រួយស្រេះពីរោះរំដំនៅឡើយទោះបីធ្វើការលំបាករាល់ថ្ងៃក្តីនៅក្នុងបទចម្រៀងអង្គការទោះបីអ្នកនាងរស់សេរីសុទ្ធាច្រៀងជាចម្រៀងបដិវត្តក្តីក៏គេស្ដាប់ទៅមានអារម្មណ៍ថាពីរោះម្យ៉ាងដែរហើយអាចសម្រួលដល់អារម្មណ៍អ្នកស្រុកទាំងនោះឲ្យធូរស្រាលបានមួយគ្រាដែរឯអ្នកមីងម្នាក់ទៀតដែលធ្លាប់រស់នៅជាមួយអ្នកស្រីរស់សេរីសុទ្ធាក្នុងសម័យនោះបានលើកបន្ថែមថាក្នុងអំឡុងពេលដែលគាត់នៅក្នុងកងនារីជាមួយនាងរស់សេរីសុទ្ធាគាត់ធ្លាប់ត្រូវបាននាងរស់សេរីសុទ្ធាច្រៀងឲ្យស្ដាប់ជាញឹកញាប់ហើយគាត់ឃើញនាងរស់សេរីសុទ្ធាមានសិភៅចម្រៀងមួយក្បាលដែលគាត់ត្រាទុកសុទ្ធតែបទចម្រៀងបដិវត្តដែលពួកអង្គការបង្ខំឲ្យច្រៀងតាមបទទាំងនោះគាត់បន្តទៀតថាអ្នកស្រីរស់សេរីសុទ្ធាចង់ច្រៀងបទពីសង្គមចាស់វិញណាស់តែនាងមិនហ៊ានធ្វើដូច្នេះទេព្រោះពួកអង្គការខ្មែរក្រហមតាមដានយ៉ាងល្អិតល្អន់និងគ្រប់សកម្មភាពរាល់បុគ្គលទូទៅហើយបើពួកវាដឹងថានាងច្រៀងបទពីមុនវិញនោះនាងច្បាស់ជាត្រូវបាត់ខ្លួនព្រោះពួកវាចាត់ទុកចម្រៀងពីមុនថាជាចម្រៀងបម្រើ
ឲ្យសវណ្ណៈសក្តិភូមិមូលធននិយមហើយជាចម្រៀងសក្តិភូមិដែលពួកគេត្រូវតែកំទេចចោលប្តីទី4ជនកំរោលចោលតណ្ហាក្រាស់និងពូកែប្រច័ណ្ឌលុះក្រោយមកក្នុងឆ្នាំ1977អ្នកស្រីរស់ សេរីសុទ្ធាត្រូវបានពួកអង្គការបង្ខំឲ្យទទួលយកប្តីម្នាក់ទៀតដែលជាជនពិការដៃមួយចំហៀងឈ្មោះត្រោកដែលជាជនមួយក្នុងចំណោមប្រជាជនក្នុងមូលដ្ឋាននោះដែរការបង្ខំនេះមិនមែនគេធ្វើចំពោះអ្នកចម្រៀងរូបនេះទេគឺគេធ្វើចំពោះប្រជាជនទូទៅគឺគេបង្ខំឲ្យរៀបការដោយមិនអាចប្រកែកតវ៉ាបានឡើយតាក់ទងទៅនឹងការរៀបចំឲ្យមានប្តីមួយទៀតនាចំនួនពលពតនោះអ្នកស្រីទាវហេងសាក្សីម្នាក់ដែលធ្លាប់បានរស់នៅជាមួយអ្នកស្រីរស់ សេរីសុទ្ធាក្នុងចំនួនវាលពិឃាតនោះបានបរិយាយថានាងរស់ សេរីសុទ្ធាត្រូវបានពួកអង្គការចាប់ឲ្យមានប្តីក្រោយនេះក្នុងខណៈពេលដែលនាងរស់នៅជាទាសករក្នុងការដ្ឋានភូមិត្រពាំង plong នោះចំពោះប្តីដែលពួកអង្គការចាប់បង្ខំឲ្យទទួលយកដោយមិនមានការស្ម័គ្រចិត្តនេះបាននាំមកនៅការឆ្លោះទាស់តែងគ្នាជារៀងរាល់ថ្ងៃនិងរហូតដល់មានរាវដឹងឮដល់ប្រធានភូមិត្រពាំង plong នោះទៀតផងដែលជាហេតុធ្វើឲ្យពួកអង្គការគ្មានខួរនិងសតិសម្បញ្ញៈនោះហៅអ្នកស្រីរស់ សេរីសុទ្ធាធ្វើការប្រមានជាញឹកញាប់ឯមូលហេតុដែលធ្វើឲ្យអ្នកស្រីនិងប្តីក្រោយនេះឆ្លោះគ្នាគឺបណ្ដាលមកពីប្តីនេះតែងតែរករឿងស្រីដោយការប្រច័ណ្ឌហួសហេតុគឺក្រោយពេលដែលអ្នកស្រីត្រូវអង្គការចាត់ឲ្យទៅច្រៀងក្នុងអង្គទីមិញម្ដងលុះពេលមកវិញប្តីកំហូចនេះតែងតែវាធ្វើបាបអ្នកស្រីជានិច្ចតាក់សីផ្សេងទៀតបានប្រាប់ឲ្យដឹងទៀតថាប្តីក្រោយឈ្មោះត្រោកនេះក៏ជាជនប្រមឹកនិងជាបុរសមានតណ្ហាក្រាស់ផងដែរដោយតែងតែរករឿងអ្នកស្រីរស់ សេរីសុទ្ធារាល់យប់មិនសូវបានដេកពួនឡើយហើយចំពោះការឆ្លោះទាស់តែងគ្នាមិនសូវលួសនេះត្រូវបានពួកអង្គការតាមដានយ៉ាងសកម្មអំពីប្តីប្រពន្ធទាំងពីរនាក់នេះអ្នកមិញម្នាក់ទៀតបាននិយាយថាក្នុងចំនួននោះអ្នកស្រីរស់ សេរីសុទ្ធាមានម្ដាយរស់នៅជាមួយដែរតែមិនដឹងជាម្ដាយបង្កើតឬម្ដាយធាត់ទេប៉ុន្តែគាត់គ្រាន់តែឮអ្នកស្រីរស់ សេរីសុទ្ធាតែងហៅស្ត្រីនោះថាម៉ែចំណែកពាក់ព័ន្ធទៅនឹងការឆ្លោះគ្នារវាងអ្នកស្រីរស់ សេរីសុទ្ធានិងប្តីក្រោយនេះវិញក្រោយមកអ្នកស្រីរស់ សេរីសុទ្ធាក៏ស្រាប់តែបាត់ខ្លួនដោយមិនដឹងមូលហេតុប៉ុន្តែបើតាមអ្នកដឹងមួយចំនួនអំពីការបាត់ខ្លួនរបស់កំពូលតារាចម្រៀងស្រីល្បីឯករូបនេះបាននិយាយថាគេបានឃើញអ្នកស្រីរស់ សេរីសុទ្ធាត្រូវបានគេដឹកតាមរទេះគោមួយជាមួយក្រុមគ្រួសារនាំទៅសម្លាប់ចោលនៅក្នុងព្រៃភាគខាងត្បូងភូមិត្រពាំង plong អ្នកស្រុកជាសាក្សីនោះបានបញ្ជាក់ទៀតថាគេបានឃើញនាងរស់ សេរីសុទ្ធានិងគ្រួសារជិះរទេះគោចេញទៅតាមផ្លូវជាំសង្កែដោយអង្គការប្រាប់ថាយកទៅរស់នៅភូមិថ្មីតែគាត់មិនដែលឃើញអ្នកដែលគេនាំទៅភូមិថ្មីនោះបានត្រឡប់មកវិញឡើយដោយដែលគាត់ជឿជាក់ថាអ្នកស្រីរស់ សេរីសុទ្ធាត្រូវបានសម្លាប់ចោលនៅភូមិថ្មីនោះហើយហើយមូលហេតុដែលនាំឲ្យមានការយកអ្នកស្រីនិងគ្រួសារទៅសម្លាប់ចោលនោះអ្នកខ្លះនិយាយថាគឺបណ្ដាលមកពីប្តីកំណាចរបស់អ្នកស្រីឈ្មោះត្រោកដែលជាមនុស្សពូកែរករឿងឆ្លោះទាស់តែងនោះទៅចាក់រុកអង្គការយកអ្នកស្រីទៅសម្លាប់ចោលចំណែកអ្នកខ្លះទៀតថាអ្នកស្រីរស់ សេរីសុទ្ធាស្លាប់ព្រោះតែលេបថ្នាំសម្លាប់ខ្លួនតែមូលហេតុនេះមិនច្បាស់ឡើយរីឯមូលហេតុដែលគួរឲ្យជឿបានគឺដោយសារពួកអង្គការស្រែកឈាមអង្គៀមឆ្អឹងយកទៅសម្លាប់ចោលទៅត្រូវជាងបើតាមសម្ដីកូនប្រុសធររបស់អ្នកស្រីរស់ សេរីសុទ្ធាឈ្មោះសុសុទ្ធាសុផាន់តារាកាលពីឆ្នាំ2003-2004កន្លងទៅធ្លាប់បាននិយាយប្រាប់ទស្សនាបតីនានាថាម្ដាយលោកគឺអ្នកស្រីរស់ សេរីសុទ្ធានេះពិតជាត្រូវពួកអង្គការបិសាចឥតសាសនាប៉ុលពតសម្លាប់មែនលោកថែមបានបន្តទៀតថាខ្ញុំនៅស្រណោះម្ដាយខ្ញុំណាស់កាលនោះខ្ញុំនៅតូចនៅឡើយមុនពេលដែលគាត់ឡើងជិះរទេះចេញទៅគាត់ហាក់ដូចជាបានដឹងខ្លួនមុនថាគេនឹងយកគាត់ទៅសម្លាប់ចោលហើយគាត់យំអោបខ្ញុំហើយផ្ដាំខ្ញុំទាំងទឹកភ្នែកថាកូនប្រុសម្ដាយម៉ែប្រហែលជាមិនបានវិលមកជួបមុខកូនវិញទេម៉ែពិតជាត្រូវស្លាប់ដូច្នេះពេលអត់ពីម៉ែទៅបើកូនមានវាសនាមានជីវិតរស់ផុតពីរបបនេះកូនត្រូវទៅរកឪពុកកូននៅម្ដុំស្ពានជ្រោយចង្វាគឺឈ្មោះសុះម៉ាត់ឬបើមិនជួបកូនទៅរកលោកយាយកូននៅបាត់ដំបងចោះហើយម៉ែសូមផ្ដាំជាលើកចុងក្រោយថាដាច់ខាតកុំចង់ធ្វើជាអ្នកចម្រៀងដូចម៉ែសោះជីវិតអ្នកចម្រៀងមានតែការឈឺចាប់ទេកូនម៉ែអាផតណាស់សម្ដីអ្នកស្រីរស់ សេរីសុទ្ធាចុងក្រោយនេះកុំថាឡាយដល់សាច់ញាតិដែលត្រូវយំសូម្បីតែយើងទាំងអស់គ្នាដែលធ្លាប់ស្រឡាញ់និងចូលចិត្តចម្រៀងដ៏ពិរោះរបស់អ្នកស្រីក៏មិនអាចទប់ទឹកភ្នែកមិនឲ្យស្រក់ដោយសារភាពស្រណោះអាឡោះអាល័យរបស់អ្នកស្រីបានដែរដូច្នេះគេជឿថាអ្នកស្រីត្រូវបានគេសម្លាប់នៅក្នុងឆ្នាំ1977ពិតប្រាកដមែនចំណែកកូនប្រុសធររបស់អ្នកស្រីរស់ សេរីសុទ្ធាឈ្មោះសុផាន់តារានេះកាលពីអំឡុងឆ្នាំ2005កន្លងទៅនេះបានស្លាប់ទៅហើយនៅឯខេត្តកំពង់ស្ពឺដោយធ្វើអត្តឃាតចងកខ្លួនឯងព្រោះជំពាក់លុយគេច្រើនពេកហេតុការណ៍ដ៏សោកសៅនេះគេចាត់ទុកជារឿងកំសត់មួយទៀតចំពោះព្រំលិខិតដែលចារលើខ្សែជីវិតអ្នកស្រីរស់ សេរីសុទ្ធា